យើងកដងទឹកមួយរៀងធំគូសមមកហើយប្រើកម្រើបកដងហ្នឹងយកមកធ្វើជាពុំដើម្បីគូសជា sample ជាគំរូយ៉ាងយើងគូសជារង្វង់បែបផ្កាប់ដូចវីដេអូបង្ហាញអញ្ចឹងគូសឲ្យបានក្រឡឹមជុំវិញកដងហ្នឹងទៅពេលរួចហើយយើងចាប់ផ្ដើមយកក្បាលមាន់ផ្សាក្បាលមាន់អគ្គិសនីហ្នឹងយកមកកាត់តាមរង្វង់ដែលយើងបានគូសហើយខាងខួតខាងក្រោមហ្នឹងក៏ដូចគ្នាដែរយើងគូសរួចហើយយើងចាប់ផ្ដើមកាត់វាចេញហើយយើងកាត់គូសរង្វង់ចំកដាលនៃអាគូសខាងក្រោមឲ្យប៉ិនមាត់កដុងដើម្បីយើងដាក់កដុងនឹងសើកចូលហើយមួយកម្រើបចូលទៅដើម្បីធ្វើជាផើងផ្កាមួយដាំកូនផ្កាបានយ៉ាងស្រស់ស្អាត